បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបើមេរៀនថ្ងៃនេះតកតងនឹងការប្រើប្រាស់សំឡេងខ្មោចដោយសារតែខ្ញុំមើលខមមិននៅក្នុងវីដេអូខ្ញុំមួយបងប្រុសគាត់និយាយថាហេតុអីខ្ញុំប្រើអត់ចេញចំណុចដែលគាត់ប្រើអត់ចេញវាមានច្រើនដែរបងតកតងនឹងសុខភាពគាត់ផ្ទាល់មកបើពងគាត់ស្ងួតឬក៏គាត់ប្រើប្រាស់ផ្សែងប្រេងច្រើនហើយគាត់អត់ទៅញ៉ាំទឹកអញ្ចឹងវាប្រើទៅវាអត់ចេញទេស្អិតហើយអញ្ចឹងយើងព្យាយាមញ៉ាំទឹកឲ្យបានច្រើនទី2តកតងនឹងកម្លាំងរាងកាយយើងកម្លាំងកាពះដល់យើងចេះប្រើពីកាពះមកយើងប្រើចេញអញ្ចឹងគេប្រើដល់វាមិនពីកាពះហ្នឹងយើងត្រូវតែផ្លុំខ្យល់ទេផ្លុំមកអស់មួយដង្ហើមយើងអើយអស់ពីពោះយើងមកយើងនឹងប្រើដកដង្ហើមបែបនេះហើយអញ្ចឹងធ្វើឡើងជា exercise ជាលំហាត់ប្រាណដើម្បីឲ្យវាមានចលនាយូរទៅយើងប្រើពីកាពះបានហើយទី2យើងត្រូវតែប្រើប្រាស់កៅអ៊ូមាត់របស់យើងបើយើងមិនប្រើប្រាស់កៅអ៊ូមាត់របស់យើងមិនអាចទៅរួចពេលខ្លះយើងច្រៀងទៅយើងបើអក្សរណាមួយដូចជាស្រៈអាហើយយើងក៏លាស់បិទទៅវាស្បៀតកំពង់កយើងនេះអញ្ចឹងវាអត់ចេញទេអូខេខ្ញុំនឹងធ្វើឲ្យមើលយើងអានអាឃើញកន្លោតយើងបើកគេអាហើយដាត់គេក៏ស្មើដែរអញ្ចឹងដល់ពេលយើងថាអាអញ្ចឹងយើងសម្លេចលេងខ្មោចមកដល់វាមិនអាហាអញ្ចឹងយើងធ្វើអាហាយើងចុះមកខំចេះអាហ្នឹងស្មើអាចេញមកសម្លេងខ្មោចគឺយើងអាហាអាគឺសម្លេងខ្មោចហ្នឹងហើយខ្លាំងទៀតនៅពេលដែលយើងរៀនធ្វើនៅពេលដែលយើងប្រើប្រាស់សម្លេងខ្មោចគឺលឺហើយច្បាស់ដូចសម្លេងធម្មជាតិរបស់យើងចឹងបើយើងវឹកហាត់ជារឿងរាល់ពេលវេលាដែលយើងត្រូវដល់ម៉ោងយើងហាត់វាទៅធ្វើវាទៅវានឹងជាទម្លាប់ហើយពេលយើងប្រើនេះមកគឺខ្លាំងតែម្ដងមកពេញខ្យល់ពេញគេថាពេញសោនរបស់វាអត់ខ្សោយក៏អត់នេះដែរតើតើនៅយើងធ្វើការវឹកហាត់ថ្ងៃហើយនេះគឺជាគាត់ថាជាស្រៈមួយដែលយើងត្រូវបើកកៅមាត់របស់យើងតើតើកៅមាត់របស់យើងប្រើកៅមាត់អត់ត្រូវយើងវាធ្វើអាយើងអាយើងវាអត់ចេញទេកុំអាហ៊ីវាអត់ចេញទេនៅពេលអាហ៊ីយើងអត់ចេះប្រើវាទេចឹងវាអត់ចេញទេនៅពេលអាហាវាធំសំឡេងគឺបើគាត់តែយើងប្រើពាក្យអាមកគឺពងកយើងបើកបាត់ហើយអញ្ចឹងយើងរៀនអាហើយយើងទៅអាហាអានហាអាហាអានតែប៉ុណ្្នឹងមកអាហាសំឡេងខ្មោចឯងនៅពេលហ្នឹងម៉ាស់សងខាងនេះកន្លែងនឹងខោមច្រមុះយើងបើកតែម្ដងកន្លើទៀតគេហៅកន្លើនោះគឺបើកខ្យល់ចេញតាមនឹងតែបាត់ហើយអញ្ចឹងយើងរៀនធ្វើទៅយើងបើកអានេះជាសំឡេងខ្មោចដូចជាស្រៈអេក៏បានអេអ៊ីដូចគ្នាយើងត្រូវតែរៀនអ៊ីនេះជាសំឡេងខ្មោចបើយើងព្យាយាមរៀនធ្វើវារហូតទៅវានឹងអាចគេហៅថាជាទម្លាប់តែពេលទម្លាប់កំពុងកយើងបើកហើយអញ្ចឹងយើងរៀនស្រៈឲ្យបានច្បាស់នៅក្នុងវីដេអូរបស់ខ្ញុំច្រើនហើយខ្ញុំបរៀនពីការប្រើប្រាស់ស្រៈគឺគេមានតែ4ស្រៈទេ A R E O អាហ្នឹងគឺសម្រាប់ឲ្យយើងបើកកំពុងកតែម្ដងកុំមាត់យើងរៀនប្រើត្រូវទៅសោនមួយណាក៏ដល់យើងបើកដែរសំឡេងបត់ពីដើមក៏គេប្រើស្រៈអញ្ចឹងបត់សម័យឥឡូវក៏គេប្រើអញ្ចឹងទៅជារំដួល A O A O រំដួលវាមកអញ្ចឹងតែពេលយើងចេះប្រើវាអត់ត្បៀតវាអត់សំឡេងវាអត់តឹងអត់ប្រឹងស្ដាប់មកវារលូនណាគេហៅ smooth ជាមួយ sound ទៅ sound មួយវា smooth វាធ្វើជាលក្ខណៈ smooth បើយើងច្រៀងហើយយើងអត់ចេះច្រៀងទៅវាដាច់ហើយអត់ពីរោះវាយើងច្រៀងមករំដួលវាខ្លាំងតែខំអញ្ចឹងយល់ហើយចាំបើយើងចេះអេអូឬក៏អាវរំដួលគឺវាមកតែមួយមកចឹងបើយើងអ្នកខ្លះអត់ចេះរំដួលវាអានដាច់ពីពាក្យវាគ្នាវាជាគេហៅថាភ្លាវឬក៏អត់ពីរោះ sound ណា replay សំឡេងអត់ពីរោះប៉ុន្តែបើយើងចេះយើងច្រៀងមកយើងរំដួលក្រចាំងអូនដល់ឆ្ងាយក្រុងអាហ្នឹងដល់ពេលយើងចេះអឿនចេះលើកដាក់
សម្លេងខ្មោចហ្នឹងអាចុងកតុយមិញណារំដួលក្រចាំងអូនទៅឆ្ងាយពីក្រុងអាហ្នឹងមានទៅវាជាទម្លាប់អាហ្នឹងដែលយើងប្រើឲ្យត្រូវចឹងនៅក្រោយកតុយហ្នឹងក៏យើងចេះនិមន្តវាហត់សម្លេងខ្មោចដែរនៅពេលដែលយើងចេះប្រើសម្លេងសាររបស់លោកតាគាត់តែប្រើហ្នឹងនៅលើនេះនៅលើម៉ាស់ហ្នឹងអញ្ចឹងយើងមិនមែនទៅចេញមកពីប្លោះហ្នឹងទេគឺកន្លែងកន្លែងខំហ្នឹងគឺវាបើកឲ្យដល់ពេលដែលយើងចេះប្រើអញ្ចឹងជាយើងមកយើងរៀនធ្វើគឺក្អមមាត់យើងអត់ត្បូគៀមយើងបើកមកគឺយើងបើកគឺយើងអត់បិទគឺយើងវាស់អាដៃយើងទៅក៏បានដែរយើងដាក់ដៃហ្នឹងវាស់មកដាក់អញ្ចឹងនេះជា exercise នេះជាលំហាត់ប្រាណសម្រាប់ប្រើសម្លេងខ្មោចបើយើងអត់ធ្វើបែបនេះទេនៅពេលដែលយើងច្រៀងបទណាមួយដែលឡើងតុងខ្ពស់យើងស្រែកអត់ដល់យើងត្រូវលួចសម្លេងហ្នឹងឲ្យស្មើលើក៏ដល់តុងមកវាដែលយើងប្រើ direct ទៅគឺចំ note អាគាររបស់វាហ្មងបែបបើយើងអត់ចេះទេធ្វើទៅខ្សោយអត់ចេញហើយដាច់ទៀតអញ្ចឹងទាមទារឲ្យយើងចាប់ចង់ក្នុងចំណុចហ្នឹងអញ្ចឹងក្នុងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងបើសិនជាពុកម៉ែបងប្អូនចម្ងល់ត្រង់ណាមួយដែលបងឆ្ងល់ឬក៏មិនអាចទៅរួចអាចឲ្យ comment នៅខាងក្រោមពួកខ្ញុំព្យាយាមឆ្លើយតបនៅគ្រប់ទាំងតម្លៃរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាបើយើងចេះនៅអ្វីដែលខ្ញុំរៀននៅក្នុងវីដេអូដទៃទៀតច្រៀងទាំងទំនុកចិត្តដូចជាក្នុង TikTok របស់ខ្ញុំតែបង្កើតលេងទេហើយច្រៀងជាមួយនឹងបាសទូចមួយអញ្ចឹងយើងអាចមកច្រៀងសម្រាប់កម្រអារម្មណ៍ខ្លួនឯងក្រៅគេខ្លួនឯងមានកម្មវិធីទីទួចបើយើងវឹកហាត់ជាតារាចម្រៀងទោះតែយើងព្យាយាមធ្វើឬក៏យើងមានគ្រូបន្ថែមតាមទៀតកាន់តែល្អជាមួយនឹងគ្រូដែលនៅក្បែរផ្ទះឬក៏ដែលគាត់មានបទពិសោធន៍ដែលអាចបង្រៀនទៅវាទៅលឿនណាដូចខ្ញុំរៀនតាម YouTube វាអាចយូរហើយក៏វាមិនអាចក្បោះក្បាយដោយលោកគ្រូដែលយើងជួបផ្ទាល់គ្រាន់តែយើងសិក្សាបន្តិចបន្តួចពីខ្ញុំយកទៅបន្ថែមទៅព្រោះថាខ្ញុំមិនមែនជាគ្រូទេគ្រាន់តែថាខ្ញុំចែកបទពិសោធន៍ដែលខ្ញុំបានរៀននៅក្នុង channel របស់ខ្ញុំជាអនុស្សាវរីយ៍របស់ខ្ញុំទុកក្នុង channel របស់ខ្ញុំទេមិនមែនដើម្បីប្រកួតប្រជែងជាមួយអ្នកណាម្នាក់ឡើយអញ្ចឹងអរគុណសម្រាប់ការ comment like ជួយ share នៅវីដេអូរបស់ខ្ញុំកន្លងមករាល់សំណួរខ្ញុំនឹងព្យាយាមប្រាប់ព្យាយាមឆ្លើយអ្វីដែលខ្ញុំអាចទៅរួចអូខេអរគុណសូមជម្រាបលាអ្នកទាំងអស់គ្នា